ជំរាបសួរបងប្អូននិងប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានបាទថ្ងៃនេះគឺនាំអារម្មណ៍លោកអ្នកទៅទស្សនានៅកម្រងវីដេអូបាទនៃពីដំណើរកំសាន្តបែបបាទការងារផងបែបចូលបុណ្យបាទនៅតាមស្រុកភូមិផងបាទដែលជាទំនៀមទម្លាប់ប្រពៃណីតាមបែបសាសនាបាទតាំងពីបុរាណបាទយើងសូមទស្សនាដូចតទៅទូថ្លង់បងchỉ cần long hay giống không? Điện sau này. Zoom គ្រប់ជំរាបសួរបងប្អូនទាំងអស់ជំរាបពីគោរពរាប់អានបាទថ្ងៃនេះគឺជាថ្ងៃឈប់សម្រាកបាទចេញដំណើរទៅកំសាន្តទៀតហើយបាទថ្ងៃសម្រាប់7មករា2026បាទចឹងថ្ងៃនេះទៅនឹងរបៀបលក្ខណៈដើរលេងបងប្អូនអាចជាការដើរលេងក៏បានទៅចូលរួមកម្មវិធីបាទមកបងប្អូនយើងនៅតាមស្រុកភូមិផងដែរបាទកម្មវិធីទៅចូលបុណ្យលក្ខណៈនុពទានគ្រប់2ថ្ងៃបាទមកនិយាយតាមនៅភូមិកគីភូមិកគីនៅបងប្អូនបាទឥឡូវនេះគឺចង់បង្ហាញបងប្អូនអំពីទេសភាពក៏ដូចជាទិដ្ឋភាពនារដូវប្រាំងនៅតាមផ្លូវបាទក្នុងវត្តជនបទដូចជាផ្លូវខេត្តទៅកស៊ូដែរផ្លូវមកបាទក៏ជាប់ពីផ្លូវជាតិលេខ7ត្រង់ភូមិវងវត្តពោះទៅខាងជើងចឹងទេសភាពតាមដងផ្លូវដូចបងប្អូនបានឃើញហើយបាទគឺជាទិដ្ឋភាពឬជាទេសភាពនៅតាមដងផ្លូវរបស់បងប្អូនដែលបានធ្វើតាមមកកន្លែងនេះហើយជាមិនស្គាល់ទីតាំងនេះថាតើនៅកន្លែងណាទីកន្លែងណាបាទអញ្ចឹងបងប្អូននៅស្រុកនេះឬក៏ធ្លាប់ធ្វើដំណើរកាត់នេះគឺប្រហែលជាស្គាល់ទីតាំងនេះហើយបងប្អូនបាទនេះគឺយើងចេញមកពីភូមិទួងវត្តមកដល់ចុងភូមិហើយបងប្អូននៅម្ដុំសាច់អាំងឯនេះបាទមានសាច់អាំងឯលក់ហូហែបងប្អូនបាទចុងភូមិត្បូងវត្តនេះបាទអាចចុងកស៊ូចាបាទនេះគឺយើងឆ្លងព្រែកឆ្លងព្រែកងមបន្តិចទៅគឺទៅដល់ភូមិសម្បូរហើយបងប្អូនបាទតាមផ្លូវស្មើណាស់បាទគឺម៉ោង7:11ហើយដែរបងប្អូនបាទចឹងម៉ោងយើងថាថ្ងៃត្រង់ចុះបងប្អូនទៅមិនតាន់ត្រង់ប្រហែលដល់ម៉ោង7:11ហើយមកដល់កន្លែងនេះគឺមិនលុបឈើត្រឈឹងត្រឆៃល្អបងប្អូនមិនលុបលះហឹមសារដើមកាសយ៉ានៅសងខាងផ្លូវបាទបាទក្រោយពីទិញសំអាំងហើយយើងបកម៉ូតូទៅមុខទៀតបាទចេញដំណើរ let's go បាទនៅម្ដុំនេះគឺបងប្អូនជាបរិវត្តលក់បាទនំចំណីនៅតាមនឹងហូហែដែរមកពេលព្រឹកនេះគឺលក់ច្រើនជាពិសេសនៅរដូវសម្បូរផ្លែឈើបាទមកដល់រដូវម៉ាក់ប្រេងម៉ាក់ប្រាំងផ្លែទៀតគឺតាមផ្លូវហ្នឹងគឺសម្បូរអ្នកលក់ដូរនៅតាមផ្លូវហ្នឹងណាបងប្អូនខាងណាអត់មានផ្លែឈើអីសម្បូរទេបាទមានត្រឹមពូថ្លុងរួចអីហ្នឹងមានតែ
ព្រីមប្រាំងក៏ទៅនៅឡើយទេបងប្អូនមកទៅការទៅក្តាប់វិញអត់ដល់រដូវផ្លែឈើទុំទេណាហើយជាខែ4ខែ5គឺចាប់ផ្ដើមដល់ហើយបងប្អូនបាទបាទមកដល់សម្បូរមកពុកពីសម្បូរបន្តិចមកគឺចូល1ម៉ោងចឹងក៏មានផ្ទះបងប្អូននៅតាមផ្លូវហ្នឹងជាហូរហែមួយដែរបងប្អូនបាទនេះមកដល់នេះផ្ទះហូរហែដែរមកដល់ទៅនេះទៀតក៏មានផ្ទះបងប្អូនជាបរិវត្តនៅដែរកាលពីមុនផ្លូវកន្លែងហ្នឹងលំបាកណាស់បងប្អូនឥឡូវមកដល់កន្លែងសាលារៀនហើយអនុវិទ្យាល័យមេម៉ងបាទចឹងមានអនុវិទ្យាល័យមួយមានសាលាមួយហើយនៅទីនេះដើមឈើត្រជឹងត្រខៃតែបងប្អូនជាបរិវត្តនៅហូហែតាមដងផ្លូវនេះបាទពីមុនអត់មានទេឥឡូវមានផ្ទះជាបរិវត្តនៅច្រើនបាទបងប្អូនដែលកើតមុនផ្លូវនេះបានកសាងដឹងហើយបាទទៅផ្លូវនេះលំបាកប៉ុណ្ណាបាទចឹងបានផ្លូវមួយខ្សែនេះគឺអរគុណបាទអរគុណទៅរដ្ឋាភិបាលដែលបានកសាងប្រទេសមានការរីកចម្រើនបាទតាំងពីផ្លូវនេះលំបាកឥឡូវនេះបានស្រួលហើយបាទទោះបីតែផ្លូវខូចដុំខ្លះក៏នៅតែអាចធ្វើដំណើរបានហើយជាមួយរយៈទៀតគឺខាងបាទសាធារណការនឹងចុះមកជួសជុលបន្ថែមទៀតដែរបងប្អូនដោយសារមានសម្បុកមាន់ដល់លើដែរយើងត្រូវទៅជួសជុលឡើងវិញបាទខ្ញុំមកដល់វាលស្រែមួយម៉ោងបងប្អូនតាមវាលស្រែឥឡូវកើតផ្ទះជាបរិវត្តអស់ហើយបងប្អូនបាទអញ្ចឹងបងប្អូនមើលទៅទេសភាពបាទតាមវាលស្រែនារដូវប្រាំងនេះបាទមើលទៅមិនសូវជាស្រស់ទេបាទដោយសារមិនសូវមានពណ៌បៃតងទេបងប្អូនមកមានតែដើមឈើមួយនៅតាមអមសងខាងផ្លូវនេះឯងបាទដែលឡែកចំពោះបាទនៅតាមវាលស្រែនេះគឺបាទទេសភាពគ្រាមកបងប្អូនបាទប្រផេះហើយដូចជាសមកបងប្អូនបាទដោយសារតែច្រាំងស្រូវដែលបងប្អូននោះគឺបានមកបោករួចរាល់អស់ហើយនៅតែចម្បាំងនឹងទីច្រាំងមកតែប៉ុណ្ណោះបងប្អូនបាទនៅយើងមកដល់ភូមិពើកហើយបងប្អូនកន្លែងនេះគេហៅថាភូមិពើកបងប្អូនបាទភូមិពើកបាទភូមិពើកនឹងដូរច្រើនណាបងប្អូនបាទកន្លែងដូរច្រើនគូសំដែរបាទបានចាប់ពួយមានក្រាស់សាំងមានជាងម៉ូតូជាងសិនគេចង់មានសឹងដល់សពគ្រប់ដែរបងប្អូនជាងឡាននៅតាមផ្លូវនោះក៏មានដែរបងប្អូននៅពើនោះក៏មាននៅកណ្ដាលវាលស្រែក៏មានដែរបាទមានហូរហែមិនខ្វះទេបាទហើយទៅមុខទៀតនោះមានកន្លែង clinic ឬក៏បន្ទប់ថែទាំសុខភាពដែរបាទឲ្យបងប្អូនពិបាកមានសេវាគ្រប់ទិសទីបាទមិនបាច់ទៅណាឆ្ងាយបាទមើលទេសភាពតាមនេះគឺផ្ទះបងប្អូនជាបរិវត្តនៅច្រើនហើយបងប្អូនបាទនៅតាមដីដីការបស់គាត់តែខ្លះទៅក៏ទិញគេហ្នឹងទៅបងប្អូនបាទខ្លះហ្នឹងក៏ដីខ្លួនឯងដែរបាទឡានធំៗនៅបងប្អូនជួបឡានច្រើនឡានមកក៏មានឡានទៅក៏មានមកជាស្ដែងដូចនៅមុខនេះយ៉ាងបាទឡានធំប្របាក់វ៉ាផ្លូវđangតូចដែរបងប្អូនយើងរកវ៉ាទៅឡានពីមុខម៉ូតូមកពីមុខបាទប្របាក់វ៉ាណាអត់វ៉ាទេមើលបត់ខាងឆ្វេងដៃតែម្ដងមិនចាំបាច់វ៉ាទេបងប្អូនណាសារអីយើងត្រូវបត់នៅឆ្វេងដៃទេមិនទៅត្រង់ទេគេថាទៅត្រង់ទៅជាប់ខ្យល់ឥឡូវយើងបត់ខាងឆ្វេងដៃមកតាមភូមិសង្កែចាស់បាទរួចចាក់ទៅវិគីណាវិញទេបាទ
ផ្លូវនេះខូចដុំម៉ែបងប្អូនដុបដល់កន្លែងនេះទេបាទខូចចាជា3កន្លែងផ្លូវនេះខូចយ៉ាងខ្លាំងបាទឡានទៀតអាចកើទ្រូងបងប្អូនបាទតែបើយើងជិះដឹងតិចនិចវាជិះប្រហែលជាមិនអីទេឡានទៀតបាទពីរីស្អីហ្នឹងចាំរីទៅតូចហ្នឹងមកអាចថាជិះទៅព្រោះកើដែរបងប្អូនបាទឡើងខ្ពស់អីទេបាទឡើយនេះគឺលាក់បងប្អូនញូចដែរតែអីទេបាទយើងតាមផ្លូវទៅតែដំណាំបងប្អូនជាប្រព័ន្ធបានយ៉ាងស្វាយចន្ទីមានកៅស៊ូមានម្រេចហូហាយបងប្អូនតាមសុខស្រែចម្ការមានអីក្រៅពីដំណាំកសិកម្មនេះបងប្អូនបាទកសិកម្មកសិឧស្សាហកម្មបាទយើងរៀបរាប់ដំណាំដែលគោលឡើងវិញជាងគេគឺដំណាំកៅស៊ូដំណាំកៅស៊ូគឺជាកសិឧស្សាហកម្មតបមកមានដំណាំម្រេចមកដំណាំដំឡូងឥឡូវយើងបានតបមកស្វាយចន្ទីបាទយើងជាប់នឹងឆ្នាំណាថ្លៃឆ្នាំណាអ្នកថ្លៃក៏ធ្លាក់យ៉ាងដែរបាទហើយឆ្នាំនេះគីឡូដូចជាឡើងគូសំបងប្អូនមក2026នេះតម្លៃគីឡូគូសំបាទកាល2025ចុងឆ្នាំ2024 2025អាហ្នឹងគីឡូធ្លាក់ថ្លៃប៉ុន្តែមកដល់2025 26ចុងឆ្នាំ2025មកដល់26នេះគឺឡើងថ្លៃវិញហើយបងប្អូនដូចជា300ជាងដែរបងប្អូនតម្លៃដំឡូងស្រស់ក្នុង1គីឡូក្រាមនៅវៀតណាមបងប្អូនបាទយ៉ាងឃើញថាតម្លៃបានថ្លៃគួរសមដែរបងប្អូនបាទមិនជាអោទេបាទជាង300ហើយគឺយើងអាចធ្វើចំណេញហើយបងប្អូនបាទឥឡូវផ្លេចខ្លួនមកដល់សង្កែចាស់បាត់ហើយបងប្អូនបាទដល់ផ្លូវបែកនេះទៀតទៅហើយនេះបាទផ្លូវវិសុចាក់ទៅឆ្វេងដៃប៉ុន្តែយើងអត់តាមផ្លូវវិសុទេយើងមកបត់ខាងស្នាមដៃមកផ្លូវក្រាបគ្រួក្រហមវិញបាទឆ្ពោះទៅកាន់ភូមិកូគីបាទនេះផ្លូវគ្រួក្រហមល្អដែរទេបងប្អូនបាទថាបើមានម៉ូតូឡាននេះគឺហើយបងប្អូនបាទដំណាំម្រេចនៅម្ខាងដំណាំតរេនកស៊ូក៏មានបងប្អូនបាទម្ខាងតរេនម្ខាងម្រេចហើយម្ខាងទៀតកស៊ូបាទអូហើយបងប្អូនតាមនេះខាងនេះក៏ស្វាយចន្ទីកន្លែងនេះកាយភ្នំយកភ្នំនឹងចាក់ធ្វើផ្លូវនេះដំណាំម្រេចយកដីតាមភ្នំហ្នឹងទៅចាក់ធ្វើផ្លូវដើម្បីវារឹងទៀបបន្តិចបាទមកភ្នំនឹងខ្ពស់ពេកពិបាកឡើងបាទអញ្ចឹងក៏ម្យ៉ាងដែរបងប្អូនបាទលើចូលមកដល់ទឹកដីឃុំកូគីហើយបងប្អូនបាទបន្ទាប់ពីនេះទៅគឺចូលទៅដល់ភូមិទួលថ្មខាងនេះគ្រូក្រហមវាគឺបើករាំងបើកដីផុសតិចបងប្អូនបាទអញ្ចឹងយើងអាចជិះលឿនបានទេណាជិះលឿនអាចរ៉ាតឬក៏រអើបាទដីគ្រូយើងដឹងហើយព្រោះវាមិនហាត់ទេដោយសារខាងនេះគឺវាបាត់ចេញក្បាលគ្រូមកហើយបាទគ្រាប់តូចធ្វើយើងបាទបើយើងជិះធ្វើប្រហែលបាទអាចដួលបាទគ្រោះថ្នាក់យ៉ាងជិះបានបងប្អូនហើយកុំបខំទៅណាបាទមកសុវត្ថិភាពមកដល់ចុងភូមិទួលថ្មបងប្អូននេះជិះលឿនណាស់ណាទីប្រហែលប្រាវបងប្អូនល្អិលណាដុំគ្រោះមកថាកុំខ្មើតពេកបាទជិះល្មមទៅបងប្អូនបាទសន្សំកុំបំបោល
còn để đo thì mong buồn mà lại đo trong phun tôi mói mong buồn trong phun tôi mò hơi và tôi mong buồn nơi hồ hai nơi tam ca đây phong tè lâu nơi hồ hà này có nhìn ca cái su đâu mong buồn mà chẳng nên có màn tè lại nơi trong mà phải là buồn mọc tè lại bộ chân cây với chiếc ca su mà cô anh ở khi đấy anh ở cùng có cây người ta không có cây lắm cái cây trước cái cây tó bồ mà tuột mó sài phô này chọc cái này năng tế còn mà lần dừng mà đỏ tuột mò hai mà còn tuột mò mà còn lần này vừa dù ai mà còn là xong lần su toàn ban xong nằm năng để thả phải cho bạn lời của số 3 kg mát cứ to cho cái phụ cái cha màu tua mò mà ai bàn trầm tua mò và ngày 7 kg còn đó cái tí đó là để trầm rửa sải mà cũng mà làm mà to thế đó mà chăm vừa bà ấy mà bạn phần này do phần ăn sẵn còn phải mua phải bơ to mà tiền mất vui chắc chặt từ phun trong ca thú mây ta mà đo từ cho đọc đi cái chặt từ cắt không được ký hay từ chọp cho mình lâu của su nâng trong ca thú mây đó cứ trong ngày vài chiều per km mà trong ngày ta thôi đi xe nắm cho rồi hỏi mà ôn lên cho bạn trong ca thôi làm nào bị phun môi mà phụ phần đầu lâu của su phụ phần đầu lâu bị tông mà lời dùng khót phun tụt mỏ lời mỏ đào việc xài mà khẳng đầu phun tụt mỏ này chạm tới phun cực kỳ mà kỳ nó trong khẳng phun cực kỳ tớ bông mà phun mà nếu mà tớ bông vọt là nó phun kỳ tớ bông mà đấy nó đó cực kỳ tớ bông hay mà phun mà phun cực kỳ dân năng tê mà mặt khang bên này cùng nó sẽ bù kẹt không mong ổn mà để chờ kẹt vì non bay non không mà kẹt mó để chơi mình xây miền để một ổn mà miền muối ra là mình lấy cái vừa kẹt mò mà ở xa lợi dụng xây miền bầu chơi là dùng vì xin mong bình ổn mà như bọn hoạt cực kỳ một iri sawan wat kokha ki iri sawan aram ko ki một cô này trong cái một vật này mà đầu cái ông con mà ấy làm chụp ấy ấy làm chụp hay là tự rồng bon học con mà rồng bon lại trong thơ nó đo tia cầm nợ hơi mà cái phần này được tiết hàng một cục mà đài mà cờ những sự mà làm tịch sân mà có là tiết hàng mà đó tiết hàng bột sụt lòng của chỉ tao long không giống không điện sau này mà này tập hiệp nơi khung cực kỳ lợi dừng vợ ta lập một cái nhai một con bà chỗ bọn ấy rồi ai thua đầm ná vợ ta lập một mình một vinh hơi bằng con và đặt skill bằng con
តលងាយទេបងប្អូនបាទសាថ្ងៃនេះគឺមានកម្មវិធីច្រើនបងប្អូនហើយជាមុន2រោង3រោងណាហើយការគេមករោងទៀតបងប្អូននៅខាងសិនទឹកចឹងទៅចូលកម្មវិធីច្រើនចឹងយើងបាទអាចចោលបានចឹងក៏ត្រូវមកចូលមុនហើយទៅបងប្អូនតែងាយយើងចូលកម្មវិធីផ្សេងទៀតបងប្អូនបាទឥឡូវនេះមកយើងធ្វើដំណើរសាណាគឺអត់តាមផ្លូវទៅស៊ូទេឥឡូវយើងមកបត់ខាងស្ដាំដៃនេះវិញកាលយើងមកយើងធ្វើដំណើរមកខាងផ្លូវខ្នោះបាទខាងបើយើងគិតទៅវាខាងឆ្វេងដៃហើយពេលយើងជិះមកមិញណាបាទតាមដល់ពេលយើងត្រឡប់ទៅវិញអត់តាមផ្លូវនោះទេយើងតាមផ្លូវកាត់បាទផ្លូវកាត់ហ្នឹងផ្លូវស៊ូមួយកណាត់ផ្លូវដីមួយកំណាត់បងប្អូនបាទកាត់ជុំសង្កែចាស់ផ្លូវបត់ខាងស្នាមដៃវាយើងធ្វើដំណើរពីបាទធ្វើដំណើរពីទីមកវិញគឺយើងបត់ខាងស្នាមដៃវិញបាទទៅខាងត្បូងភូមិសង្កែចាស់បាទកែចាស់ចាក់ទៅសង្កែថ្មីបងប្អូនបាទចឹងនេះផ្លូវកស៊ូហ្នឹងដែលធ្វើចាក់រហូតទៅដល់ភូមិសង្កែថ្មីបាទចប់មិនចប់ត្រឹមចុងភូមិសង្កែថ្មីចឹងនេះគឺទស្សនភាពនៅវាលស្រែសង្កែចាស់បាទពីមុនផ្លូវហ្នឹងសិតទឹកឯងបងប្អូនសិតទឹកចេញជិះម៉ូតូជិះកង់អីតាមផ្លូវហ្នឹងបងប្អូនបាទមើលកាលពីខ្ញុំនៅក្មេងៗបងប្អូនធ្វើដំណើរជិះតែអតេះគោហ្នឹងបងប្អូនបាទតែគោកាត់ហ្នឹងសិតទឹកសិតអីកន្លែងខ្លះទៅក៏ផុកទៅបងប្អូនបាទមកដល់ផ្លូវស៊ូហើយអត់បញ្ហាទេបាទពេលខ្លះបងប្អូនជិះទៅនឹកឃើញអនុស្សាវរីយ៍កាលនៅក្មេងៗបាទហើយជាពិសេសពេលយើងតាមមកពុកម្ដាយមកនៅមុតម្ដងបាទមកផ្សារម្ដងបាទសំណោះណាបងប្អូនមានអីក្រៅពីតេះគោឯងបងប្អូនបាទនេះមកទៅខាងស្ដាំដៃគឺសង្កែថ្មីតែយើងមកខាងឆ្វេងដៃមកផ្លូវដីកាត់ទៅភូមិពើកបងប្អូនបាទចឹងសំណោះណាកាលនោះគឺមានផ្លូវកាត់មួយបាទផ្លូវទៅត្រង់បាទទៅត្បូងត្រង់គឺមានផ្លូវអតេះមួយជិះអតេះគោបាទដឹកដួងខ្ញុំចាំបានកាលនៅតូចបាទម៉ែគាត់ត្រូវដឹកដួងមកលក់នៅមុតបាទដួងទុំបងប្អូនបករួចហើយស្រេចមករទេះគោបងប្អូនបាទយកមកលក់នៅមុតហ្នឹងហើយកណ្ដោះសុំគាត់ទៅណាដល់នេះយើងទៅដេកចាំនៅអតេះមកមុនចុងទេយើងភ្ញាក់អត់ទាន់គាត់ទៅបានបាទក្រោកពីជប់ពីម៉ោង4នេះទៅនោះបាទអញ្ចឹងយើងនៅក្មេងៗទេអត់ដេកនៅលើអតេះនោះគាត់ទៅចោលហើយអញ្ចឹងទៅដេកចាំលើអតេះនោះបងប្អូនចឹងបានទៅចង្កាដេកតាមអតេះនោះទៅបងប្អូនបាទសំណោះហើយក្មេងៗស្ទើរដែរបងប្អូនបាទនៅតាមផ្លូវនេះគឺផ្លូវនឹងកលុកណាបងប្អូនមិនកលុកស្វាងគាត់ណាផ្លូវវាឡើងចុះបងប្អូនបាទជួបម៉ូតូពូនៅត្បូងគាត់ដែរបងប្អូនបាទគាត់យកឃ្មុំបានមួយឃ្មុំកាន់នឹងដៃដូចជាឃ្មុំផ្លិតមកក្បាលទឹកបាទផ្លូវតាមហ្នឹងឯងពីដំបូងក៏មិនប្រវាក់ឲ្យបានគាត់ដីគ្រោះគាត់រឿងទៀបឲ្យមានទឹកចេញអីចឹងទៅបងប្អូនហើយច្រើនចឹងខ្សាច់បាទជិះកង់ជិះអីហ្នឹងតាមហ្នឹងហើយបាទចំនួនអស់គ្មានម៉ូតូទេបងប្អូនតែមានម៉ូតូជិះនឹងយូក្រែលដែរបងប្អូនបាទយូហើយតែเราបានចាក់គ្រោះក្រហមអីចឹងទៅក៏ឃើញថាការធ្វើដំណើរតាមនេះគឺមិនពិបាកទេต้องថាបើសិនជាមានម៉ូតូមានឡានអីចឹងទៅវាហុយចឹងទៅអញ្ចឹងដើម្បីកុំឲ្យហុយយើងអាចតាមផ្លូវកស៊ូផ្លូវកស៊ូនៅខាងជើងភូមិគាត់ទៅវៀងបន្តិចបាទវៀងមិនតែ
វាអត់ហុយបាទបើយើងជិះតាមនេះបើសិនមានម៉ូតូឡានជិះតាមនឹងដែរច្រើនយើងធ្វើយើងហុយបាទជិតដល់ពើហើយបងប្អូនអត់ផ្លែតទៀតទេបាទនេះដល់កាច់ទេមកបត់ទៀតហ្នឹងដល់ពើហើយបងប្អូនបាទនៅតាមនេះគឺដាំដំណាំហូរហើយបងប្អូនម្រេចស្វាយចន្ទីហើយជាពិសេសដីបាទដីច្រើនដីគ្រោះបងប្អូនបានដែរស្វាយចន្ទីហើយនឹងដំណាំម្រេចទេបើដំណាំស៊ូពិបាកដាំតិចវាសូវល្អបងប្អូនធ្វើផ្ទះនៅហូរហើយតាមនេះបងប្អូនដល់ពើហើយបងប្អូនបាទដល់ពើមកដល់ផ្លូវកៅស៊ូវិញហើយបងប្អូនលើក៏ស៊ូបត់ស្ដាំដៃទៅមិនបត់យើងវិញបងប្អូនបាទចឹងទស្សនភាពមកនៅតាមផ្លូវដូចទេសភាពក្នុងវីដេអូនេះគឺខ្ញុំបានបង្ហាញតែប៉ុណ្្នឹងទេបងប្អូនបាទចឹងមកដល់ទីបញ្ចប់ហើយវីដេអូនេះបាទហើយក៏សូមអរគុណផងដែរចំពោះការតាមដានទស្សនារបស់លោកស្រីបងប្អូនយើងទាំងអស់បាទកុំភ្លេចជួយចុច Subscribe ផងបាទដើម្បីតាមដានវីដេអូរបស់ខ្ញុំបាទខ្ញុំមានតែពាក្យជូនពរសូមមានសុខភាពល្អអាយុយឺនយូរបាទទូបាននៅក្តីសុខក្តីចម្រើនទាំងអស់គ្នាបាទសូមអរគុណបាទសួស្តីបងប្អូនបាទពេលនេះគឺមកដល់ផ្ទះវិញហើយបាទចឹងធ្វើដំណើរបាទចំណាយពេលទៅម៉ោងកន្លះម៉ោងដែរបងប្អូនបាទចឹងវីដេអូនេះមកដល់ទីបញ្ចប់ហើយគ្រប់ជំពរសុខភាពល្អយឺនយូរសូមជួបប្រទះទៅនឹងប្រពរ9ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងគ្លាតឡើយបាទសូមអរគុណ